សម្រែកជាងខ្មែរទាំងស្នាជាតិបាទអញ្ចឹងយើងនឹងនិយាយអំពីការធ្វើពហិការថាថាយើងចង់ពហិការប៉ុន្តែពហិការមិនទើបត្រឹមត្រូវអញ្ចឹងយើងមើលបច្ចុប្បន្ននេះមានបងប្អូនយើងខ្លះពហិការប៉ុន្តែពហិការខ្លះវាខាតខ្មែរយើងណាហើយមិនត្រឹមតែខាតខ្មែរយើងទេខាតខ្លួនឯងដែរអញ្ចឹងមុននឹងពហិការហ្នឹងយើងត្រូវដឹងថាធម្មតាតំណែងមានពីរប្រភេទណាទីមួយគឺតំណែងទិញហើយបាទតំណែងទិញហើយមានន័យថាបើយើងទិញហើយតំណែងហ្នឹងវាជាតំណែងរបស់យើងអញ្ចឹងយើងប្រើវាទៅយើងប្រើវាទៅណាឧបមាបើរបស់ហូបយើងហូបទៅរួចបើសិនជារបស់ហ្នឹងគឺជារបស់ប្រើប្រាស់យើងប្រើទៅកង្ហាល់ទូរទស្សន៍អីយើងប្រើវាទៅកុំចោលវាណាព្រោះយើងទិញវាមកហើយអាហ្នឹងគឺជារបស់យើងអញ្ចឹងកុំចោលវាហើយកុំដុតវាចោលកុំបោះវាចោលអាហ្នឹងខឹងគេហៅខឹងគោវ៉ែទេខឹងគេមកជាបំផ្លាញខ្លួនឯងអាហ្នឹងអត់ឆ្លាតទេបាទអាហ្នឹងទី1ណាតំណែងរបស់យើងដែលទិញហើយតំណែងដែលមិនទាន់ទិញបាទតំណែងដែលមិនទាន់ទិញប៉ុន្តែយើងឃើញនៅក្នុងស្តុករបស់ហាងអញ្ចឹងកន្លែងនេះអ្នកណាក៏មិនចង់ប្រើដែរប៉ុន្តែយើងត្រូវដឹងថាម្ចាស់ហាងនោះគឺជាខ្មែរអញ្ចឹងយើងគួរតែអាណិតគាត់ដែរបាទអញ្ចឹងតំណែងដែលនៅសល់ក្នុងស្តុកនេះយើងជួយទិញគាត់ឲ្យអស់ទៅបាទហើយយើងប្រាប់ហ្មងថាតំណែងហ្នឹងគឺតំណែងសល់ពីកំងចាស់អញ្ចឹងយើងនាំគ្នាជួយទិញគាត់ប្រើរបស់គាត់ឲ្យអស់ដើម្បីឲ្យគ្នាយកលុយទៅបង្វិលទិញរបស់ផ្សេងមករបស់ថ្មីមកពីប្រភពផ្សេងបាទអញ្ចឹងអាហ្នឹងគឺតំណែងដែលសល់ក្នុងស្តុកបាទអញ្ចឹងយើងត្រូវគិតថាតើអាទិញក្នុងស្តុកហ្នឹងអាតំណែងសល់ក្នុងស្តុកក្នុងហាងដែលយើងឃើញហ្នឹងតើយើងគួរទិញរយៈពេលប្រហែលរបស់ខ្លះរបស់ទុកបានរយៈពេលខ្លីទីហៅដូចទៅដោះគោដូចអីអញ្ចឹងទុកបានតែមួយអាទិត្យទេអញ្ចឹងរបស់បែបហ្នឹងយើងគួរទុកពេលឲ្យមួយអាទិត្យពីរអាទិត្យថាឥឡូវនេះខ្ញុំហូបទៅដោះគោជួយអ្នកឯងអស់អាទិត្យហ្នឹងអាទិត្យក្រោយអ្នកឯងយកអាថ្មីមកឬក៏កន្លះខែក្រោយបាទទៅដោះគោតែលឺប៉ុណ្ណឹងវាខូចតែបើឃើញថ្មីមកទៀតកុំទិញបាទអាហ្នឹងកុំទិញបាទអញ្ចឹងមានន័យថាតំណែងប្រភេទឆាប់ខូចយើងទុកពេលឲ្យមួយអាទិត្យទៅកន្លះខែឬក៏មួយខែយ៉ាងយូររួចតំណែងខ្លះហ្នឹងវាអត់ងាយខូចទេអញ្ចឹងយើងអាចទុកពេលឲ្យគាត់3ខែហើយជួយទិញគាត់ទៅបាទអញ្ចឹងអានេះគឺជាការពហិការដែលឆ្លាតវៃបាទអញ្ចឹងពហិការទៀតយើងមានពេលខ្លះយើងមិនមែនពហិការតែទំនិញទេយើងពហិការដល់ហាងតែម្ដងបាទពហិការដល់ហាងមានន័យថាទំនិញមានន័យថាបើឃើញទំនិញយើងអត់ទិញទំនិញហ្នឹងអាហ្នឹងយើងពហិការអត់ទិញទំនិញហ្នឹងណាបាទទំនិញមកពីប្រទេសហ្នឹងគឺយើងមិនទិញតែម្ដងប៉ុន្តែករណីខ្លះគឺហាងហ្នឹងអស់ស្តុកហើយស្រាប់តែយកមកទៀតបាទអាហ្នឹងគឺចូលករណីដែលយើងត្រូវពហិការហាងហើយយើងប្រាប់ប៉ុន្តែកុំភ្លេចណាពេលឃើញពេលឃើញស្ថានភាពបែបហ្នឹងប្រាប់ម្ចាស់ហាងផងថាអ្នកឯងមិនគួរយកមកទៀតទេបើសិនអ្នកឯងយកមកទៀតខ្ញុំនឹងមិនចូលហាងអ្នកឯងទេអាហ្នឹងគឺយើងពហិការហាងតែម្ដងអញ្ចឹងអានេះជាជំរឿប៉ុន្តែធម្មតាយើងមិនបាច់ដល់ថ្នាក់ពហិការហាងក៏បានដែរឲ្យតែយើងមិនទិញយូរទៅគេឈប់យកមកដាក់ឯងហើយបាទអញ្ចឹងคลิปនេះខ្លីមានន័យចង់និយាយប៉ុណ្ណឹងអរគុណទាំងអស់គ្នាបាទ